បងប្អូនបែរជាមិនដែលដឹងទេថាមធ្យោបាយមួយចំនួនណាអាចការពារយើងពីការរលាកឬក៏ការឆ្លងមេរោគនៅតំបន់ពិសេសបាននៅពេលដែលយើងមានសម្ព័ន្ធភាពជាមួយដៃគូឬក៏ហៅថាការរំភេទអញ្ចឹងរបាំងការពារទី1អីគេរបាំងការពារទី1គឺបងប្អូនសម្អាតបានយ៉ាងបងប្អូនសម្អាតតំបន់ពិសេសបានត្រឹមត្រូវកុំឲ្យមានមេរោគអញ្ចឹងការសម្អាតស្អាតបែបនេះធ្វើឲ្យមិនមានមេរោគនៅតំបន់នេះដែលអាចងាយឆ្លងចូលទេហើយអ្នកដែលហេតុផលអីបានជាការសម្អាតហ្នឹងគឺវាមានភាពចាំបាច់ការសម្អាតគឺបងប្អូនអាចសម្អាតពីខាងក្រៅឲ្យស្អាតប្រើទឹកស្អាតប្រើជាទឹកអនាម័យដែលអាចជំរុះមេរោគមិនមែនសម្លាប់មេរោគទេជំរុះសម្អាតវាចេញរបាំងទី2គឺបងប្អូនគ្រាន់តែទៅនោមចេញបានន័យថារនោមពេលគៀកជាប់នឹងអញ្ចឹងបងប្អូនទៅនោមចេញទៅមុនមានសម្ព័ន្ធភាពហើយក្រោយពេលមានសម្ព័ន្ធភាពបងប្អូនទៅនោមភាសាទៀតអញ្ចឹងធ្វើបែបនេះមិនងាយធ្វើឲ្យរលាកផ្លាប់នោមទេការការពារទី3គឺការដែលយើងរបៀបរស់នៅរបស់យើងដែលយើងប្រើរបបចំណីអាហារដែលអាចការពារវាមានឡាក់តូបាស៊ីលីដើម្បីការពាររាងកាយយើងឲ្យមានសុខភាពល្អបូកនឹងលំហាត់ប្រាណហើយកាត់បន្ថយ stress យើងបែបនេះក៏ធ្វើឲ្យនៅក្នុងសម្ព័ន្ធដៃគូយើងនឹងមិនសូវមានបញ្ហាដែរទោះបីជាអ្នកនោះឯងមានមេរោគតិចតួចក៏មិនងាយឆ្លងដែរដោយសារមានរបាំងនៅក្នុងនោះគឺជួយការពារមានអង្គតិកល្អមានមេរោគល្អដែលជួយការពារយើងអញ្ចឹងបងប្អូនអនុវត្តបែបហ្នឹងធ្វើឲ្យយើងមិនងាយមានបញ្ហាផ្នែកសុខភាពស្ត្រីទេដូចជាការធ្លាក់សដោយអីហ្នឹងគឺកម្រមាន